បាញ់កម្មការនីរបួសនៅខេត្តស្វាយរៀងក្រសួងមហាផ្ទៃបើកដំណើរការវិទ្យុនិងទូរទស្សន៍តម្លៃ$30 លាននៅឆ្នាំក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រតិកម្មទៅនឹងលិខិតរបស់តំណាងរាស្ត្របកពាក់ព័ន្ធនឹងបញ្ហាព្រំដែនលោកកៃមាស4ជាតារាថាកងទ័ពជាទ័ពរបស់គណៈបកប្រជាជនកម្ពុជារួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនច័ន្ទបុត្រស៊ូមជូនព័ត៌មានពិស្ដាអាជ្ញាធរមានសមត្ថកិច្ចបង្ហាញការបដិញ្ញាចិត្តជាថ្មីក្នុងការតាមរកចាប់ខ្លួនលោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិតដែលបានបាញ់រះលើកម្មការិនីរបួសកាលពីដើមឆ្នាំ2012ដើម្បីឲ្យមកទទួលទោសតាមច្បាប់ការបដិញ្ញាចិត្តជាថ្មីរបស់អាជ្ញាធរពេលនេះធ្វើឡើងស្របពេលដែលមានការរិះគន់ជាទូទៅថាអាជ្ញាធរប្រងើយកន្តើយចំពោះករណីលោកឈូកបណ្ឌិតចំណែកមន្ត្រីការពារសិទ្ធិមនុស្សវិញលើកឡើងថាអាជ្ញាធរមិនគួរបដិញ្ញាតែមាត់ទៅទេនោះទេតែគួរចាប់លោកជូបណ្ឌិតឲ្យបានដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកយាងសុជាមេតាក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងដុតដៃដុតជើងក្នុងការស្វែងរកចាប់ខ្លួនលោកជូបណ្ឌិតមកផ្ដន់ទាទោសដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនេះគឺជាការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកគៀតចន្ទរិទ្ធធ្វើឡើងនៅក្នុងវីដេអូឃ្លីបប្រមាណ75នាទីដែលត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី29ខែកក្កដាលោកគៀតចន្ទរិទ្ធថ្លែងថាកន្លងមកក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិមិនបានធ្វើប្រហែសឬបន្ធូរដៃក្នុងការស្រាវជ្រាវរកចាប់ខ្លួនលោកជូបណ្ឌិតមកផ្ដន់ទាទោសតាមច្បាប់នោះឡើយក្នុងពេលជាមួយគ្នាលោកថាអាជ្ញាធរកម្ពុជាក៏បានបង្កើនវិធានការបន្ថែមក្នុងការស្វែងរកលោកជូបណ្ឌិតលោកថាក្នុងពេលចុងក្រោយនេះកម្ពុជាបានស្នើទៅអគ្គលេខាធិការអង្គការនគរបាលអន្តរជាតិឬហៅថាអង្គពាក់ពូលដើម្បីចេញនិវេសក្រហមក្នុងការចាប់បញ្ជូនខ្លួនលោកជូបណ្ឌិតលោកថានិវេសក្រហមនេះត្រូវបានកម្ពុជាផ្ញើទៅកាន់ប្រទេសជាង190នៅលើពិភពលោកដើម្បីឲ្យកងកម្លាំងនគរបាលក្នុងប្រទេសទាំងនោះមានភារកិច្ចចាប់ខ្លួនលោកជូបណ្ឌិតប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចសខេងបានរំលឹកជាបន្តបន្ទាប់ហើយអាដាមនីអាដាមស្នៃនេតសវឿនក៏បានធ្វើការក្រើនរំលឹកជាបន្តបន្ទាប់និងបានប្រគល់ភារកិច្ចច្បាស់លាស់ឲ្យនាយកដ្ឋានព្រំប្រទានធ្វើការងារនេះតាមត្រាជាដើម្បីចាប់ខ្លួនជុកបណ្ឌិតទៅមិនមកដល់ទៅឲ្យបានដោយសារតែកន្លងមកនេះធម្មតាអ្នកកិច្ចខ្លួនហើយអ្នករកអញ្ចឹងយើងរកមានព័ត៌មានថានៅត្រង់នេះត្រង់នោះមិនតែរកទៅវាចេះតែខ្វៀងហើយកិច្ចផុតដោយថាជាអកុសលរបស់យើងដែលរកចាប់មិនទាន់ក្រោយពីបានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រកាត់ដេរក្នុងក្រុងបាវិតចំនួន3នាក់រងរបួសកាលពីចុងខែកុម្ភៈឆ្នាំ2012នៅខែមិថុនាឆ្នាំ2013លោកជូបណ្ឌិតត្រូវបានសាលាដំបងខេត្តស្វាយរៀងកាត់ទោសដាក់ពន្ធនាគារចំនួន18ខែប៉ុន្តែចាប់តាំងពីមានការកាត់ទោសនោះមកលោកជូបណ្ឌិតមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្ដន់ទាទោសនៅឡើយការយឺតយ៉ាវក្នុងការចាប់ខ្លួនលោកជូបណ្ឌិតដែលគេដឹងគ្រប់គ្នាថាបុគ្គលរូបនេះមានខ្សែរយៈធ្វើការធំក្នុងជួររដ្ឋាភិបាលនោះបានធ្វើឲ្យពលរដ្ឋនិងអ្នកការពារសិទ្ធិមនុស្សជាតិអន្តរជាតិរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលមនុស្សមួយចំនួនចាត់ទុកថាមានឥទ្ធិពលដោយទេវតានិងជាមនុស្សខ្លាំងនៅកម្ពុជានោះក៏មិនបានថ្លែងសូម្បីមួយម៉ាត់ក្នុងករណីលោកជូបណ្ឌិតនេះគេនៅចាំបានថាកន្លងមកឲ្យតែលោកហ៊ុនសែនថ្លែងឲ្យចាប់ខ្លួនជនណាម្នាក់គេកម្រឃើញថាជននោះរួចខ្លួនណាស់មិនថាពួកគេរត់ទៅដល់ទីណានោះទេក្នុងនោះមានដូចជាអតីតស្នងការនគរបាលរាជធានីភ្នំពេញលោកហេងពៅនិងលោកថោងសារ៉ាត់ព្រមទាំងលោកសុកប៊ុនជាដើមកាលពីពេលថ្មីនេះកម្មការិនីរងគ្រោះទាំង3នាក់ក៏បានអំពាវនាវទៅលោកហ៊ុនសែនឲ្យស្រែកចាប់ខ្លួនលោកជូបណ្ឌិតដោយដែលលោកបានស្រែកឲ្យចាប់ខ្លួនលោកសុកប៊ុនក្នុងករណីប្រើហិង្សាទៅលើអតីតពិធីការិនីរូបស្រស់គឺកញ្ញាសាកម្មការិនីរងគ្រោះលើកឡើងថាករណីរបស់ពួកគេធ្ងន់ធ្ងរជាងកញ្ញាសាទៅទៀតតែបែរជាលោកហ៊ុនសែនមិនសូវយកចិត្តទុកដាក់ទៅវិញយ៉ាងណាក៏ដោយលោកគៀតចន្ទរិទ្ធបញ្ជាក់ថាអាជ្ញាធរនឹងធ្វើការរឿងលោកជូបណ្ឌិតឲ្យដល់ទីបញ្ចប់ចំណែកមន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូលោកអំសំអាតវិញយល់ឃើញថាការថ្លែងបដិញ្ញារបស់រដ្ឋាភិបាលជាថ្មីគឺដោយសារតែមួយរយៈពេលចុងក្រោយនេះរដ្ឋាភិបាលបានទទួលនៅការរិះគន់ធ្ងន់ធ្ងរពីសំណាក់មហាជនទូទៅចំពោះការចាប់ខ្លួនលោកជូបណ្ឌិតបើធៀបទៅនឹងលោកសុកប៊ុនឬលោកថោងសារ៉ាត់
យ៉ាងណាក៏ដោយលោកអំសម្បត្តិហាក់មានជំនឿតិចតួចនៅឡើយចំពោះការចាប់ខ្លួនលោកឈុកបណ្ឌិតព្រោះលោកថានេះមិនមែនជាលើកទី1ទេដែលអាជ្ញាធរបានបង្ហាញការបដិញ្ញារបស់ខ្លួនបែបនេះបើសិនជាឆន្ទៈពិតប្រាកដក្នុងការស្វែងចាប់អានឹងវាអាចធ្វើទៅបានប៉ុន្តែប្រព័ន្ធដែលសេចក្តីប្រកាសដើម្បីប្រជាពិធដ្ឋគឺលោកឈុកបណ្ឌិតនៅតែក្រៅច្បាប់លោកអំសម្បត្តិជឿជាក់ថាករណីលោកឈុកបណ្ឌិតនេះប្រសិនបើលោកហ៊ុនសែនចេញបទបញ្ជាតែមួយម៉ាត់ឲ្យចាប់ខ្លួនមែននោះលោកឈុកបណ្ឌិតនឹងមិនអាចរួចខ្លួននោះឡើយយ៉ាងណាក៏ដោយលោកថាសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចរបស់ខ្លួនគឺមិនមែនរងចាំរហូតដល់នាយករដ្ឋមន្ត្រីចេញបញ្ជាទើបនាំគ្នាធ្វើការនោះទេខ្ញុំយេស៊ូជាមេតាវັດឈូអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃពុធនេះបានផ្ញើលិខិតជូនប្រធានរដ្ឋសភាជាការឆ្លើយតបទៅនឹងសំណើរបស់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលបានស្នើសុំរដ្ឋាភិបាលឲ្យលើកយកបញ្ហាចំនួនព្រំដែនជាមួយប្រទេសវៀតណាមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លិខិតចុះហត្ថលេខាកាលពីថ្ងៃទី24ខែកក្កដារបស់លោកហ៊ុនសែនបញ្ជាក់ថាបញ្ហាព្រំដែនត្រូវគេលើកយកមកធ្វើជាកម្មវត្ថុនៃអាជីវកម្មជាប់ជាប្រចាំក្នុងទិសដៅកេងចំណេញខាងផ្នែកនយោបាយសម្រាប់ក្រុមនិងគណៈបករបស់ពួកគេលិខិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឆ្លើយតបទៅនឹងសំណើរបស់ក្រុមតំណាងរាស្ត្របកប្រឆាំងតាមរយៈលោកហ៊ុញសំរិនប្រធានរដ្ឋសភាឲ្យដឹងថារាជរដ្ឋាភិបាលមិនដែលប្រងើយកន្តើយម្ដងណាឡើយរាល់បញ្ហាព្រំដែនដែលកើតមានឡើងតាមបណ្ដោយព្រំដែនហើយថារាជរដ្ឋាភិបាលបានធ្វើលិខិតផ្លូវការនិងបានចេញកំណត់ការទូតតវ៉ាទៅភាគីវៀតណាមជាច្រើនលើកលើសពីនេះទៅទៀតនៅថ្ងៃទី6កក្កដានិងថ្ងៃទី15ខែកក្កដាឆ្នាំ2015រាជរដ្ឋាភិបាលបានស្នើទៅអង្គការសហប្រជាជាតិនិងទៅប្រទេសមហាអំណាចមានបារាំងអាមេរិកនិងអង់គ្លេសសូមខ្ចីផែនទីដើមទាំងអស់ដែលកម្ពុជាប្រគល់ឲ្យអន្តរជាតិទទួលស្គាល់ព្រំដែនរវាងកម្ពុជានិងវៀតណាមកាលពីឆ្នាំ1964ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវពិតប្រាកដជាមួយផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់តបទៅនឹងលិខិតនោះលោកអ៊ុំសំអានតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលសកម្មក្នុងការតវ៉ាអំពីបញ្ហាអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាថ្លែងថារដ្ឋាភិបាលហាក់បន្ទន់អេរយាប័តខ្លាំងក្នុងបញ្ហាព្រំដែនជាមួយវៀតណាមជាងបញ្ហាព្រំដែនជាមួយថៃលោកបន្តថាអស់រយៈពេល36ឆ្នាំហើយបញ្ហាព្រំដែនមិនគួរនៅតែជាកម្មវត្ថុដែលត្រូវគេគោរពដឹងគុណវៀតណាមដោយសារការចូលឈ្លានពានប្រទេសកម្ពុជាក្នុងរបបខ្មែរក្រហមទៀតនោះឡើយប៉ុន្តែជាមួយថៃគាត់ហាក់ដូចជាមានចំហរឹងប៉ឹងជាងហើយជំរឿនដែលល្អបំផុតគឺមានតែយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទេมันយើងអាចមានពាក្យទៅលើយួនព្រោះកន្លងមកនេះការចរចាព្រំដែនកម្ពុជាជាមួយវៀតណាមនោះគឺរដ្ឋាភិបាលហាក់ដូចជាចាញ់ប្រៀបវៀតណាមច្រើនណាដូចយើងស្នើឲ្យវៀតណាមលុបស្រះ8ហ្នឹងគឺសន្យាលុប3ហ្នឹងឥឡូវអត់ឃើញលុបហ្នឹងតំបន់ផ្សេងៗដែលសូមឲ្យស្អាតធ្វើផ្លូវហ្នឹងគេស្អាតមែនប៉ុន្តែទៅធ្វើតំបន់ផ្សេងព្រោះពីថ្ងៃនេះយួនធ្វើផ្លូវចូលដីខ្មែរយើងនៅស្រុកកំពង់ប្រាយខេត្តកពតថ្មីៗនេះនៅខេត្តតាកែវច្បាយខេត្តតាកែវទុតចុះទៅមើលហើយនៅស្វាយរៀងហ្នឹងឈប់ធ្វើផ្លូវជិត203ម៉ែត្រតែទៅធ្វើតំបន់ជិតហ្នឹងទៅវិញណាបាទរហូតមកទល់ពេលនេះប្រទេសកម្ពុជានិងវៀតណាមបានបោះបង្គោលនឹងកំណត់ខ្សែព្រំដែនបានប្រមាណ 83% ហើយបាទលោកនាងជាទីមេត្រីក្រសួងមហាផ្ទៃនឹងបើកដំណើរការស្ថានីយ៍វិទ្យុនិងទូរទស្សន៍ផ្ទាល់ខ្លួនបន្ទាប់ពីបានទទួលការវិនិយោគរបស់ក្រុមហ៊ុនចិនមួយក្នុងតម្លៃ$30 លាននៅឆ្នាំក្រោយនេះមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃឲ្យដឹងថាស្ថានីយ៍វិទ្យុនិងទូរទស្សន៍ទាំងនេះជាស្ថាប័នរកចំណូលតាមរយៈការផ្សាយពាណិជ្ជកម្មកញ្ញាជេងមីងជូមានសេចក្តីរាយការណ៍អំពីរឿងនេះពីភ្នំពេញក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី28កក្កដាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនមួយឈ្មោះថា China Fujian Zhongya Culture Media Co Ltd ប្រកាសបើកដំណើរការវិទ្យុនិងទូរទស្សន៍ក្រសួងមហាផ្ទៃចាប់ពីឆ្នាំ2016តទៅលោកសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសថាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះមានទំហំទឹកប្រាក់$30 លានវិទ្យុអាស៊ីសេរីមិនអាចតាក់ទងក្រុមហ៊ុនចិនដែលបានដាក់ទុនវិនិយោគនេះដើម្បីសាកសួរបន្ថែមបានទេនៅថ្ងៃទី29កក្កដាយ៉ាងណាបើតាមការឲ្យដឹងពីលោកខៀវសុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃទឹកប្រាក់$30 លាននេះជារបស់ក្រុមហ៊ុនចិនទាំងស្រុងរីឯភាគីក្រសួងរ៉ាប់រងផ្ដល់ទីតាំងសម្រាប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍នេះលោកខៀវសុភ័ក្រឲ្យដឹងដែរថាវិទ្យុនិងទូរទស្សន៍នេះជាស្ថានីយ៍រកប្រាក់ចំណូលដោយទទួលផ្សាយពាណិជ្ជកម្មដោយទូរទស្សន៍ឯកជនដទៃទៀតដែរលោកខៀវសុភ័ក្រឲ្យដឹងទៀតថាប្រាក់ចំណូល 51% នៃប្រាក់ចំណូលសរុបដែលទទួលបាននឹងក្លាយជាថវិកាជាតិចំណែក 49% ទៀតនឹងក្លាយជារបស់ក្រុមហ៊ុនចិន
អ្នកនាំពាក្យរូបនេះថ្លែងថាក្រសួងមហាផ្ទៃបានត្រៀមគម្រោងនេះប្រមាណ 2-3 ឆ្នាំមកហើយដោយសារយល់ឃើញថាការផ្ដល់ម៉ោងផ្សាយពីសំណាក់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ដទៃដល់ក្រសួងមហាផ្ទៃនៅពេលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ពេលមកគេមើលព័ត៌មានហ្នឹងគេឲ្យយើងទេគេទុកឲ្យបោះគេឲ្យធម្មតាយើងធម្មតាយើងមិនទៅគេតែនឹងយើងក៏គេអញ្ចឹងបានតែយើងតែចង់មានមួយតម្លៃតាក់ទងនឹងខ្លឹមសារនៃកម្មវិធីផ្សាយលោកខៀវសុភ័ក្របង្ហាញថាវិទ្យុនិងទូរទស្សន៍ថ្មីនេះនឹងផ្ដោតសំខាន់លើវិស័យសន្តិសុខជាតិនិងវិស័យផ្សេងៗទៀតទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋដោយស្ថានីយ៍ក្នុងស្រុកដទៃទៀតដែរនាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោកមឿនឈានរិទ្ធសាទរចំពោះការដែលក្រសួងមហាផ្ទៃមានស្ថានីយ៍ផ្សព្វផ្សាយផ្ទាល់ខ្លួនបែបនេះហើយលោកជំរុញឲ្យក្រសួងដទៃទៀតមានប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនដូចនេះដែរយើងស្វាគមន៍ជានិច្ចនៅការបើកទូលាយនៃព័ត៌មានអញ្ចឹងបើសិនជាមានប្រព័ន្ធផ្សព្វផ្សាយបានតែច្រើនទោះបីជាឯកជនស្ដីរបស់រដ្ឋស្ដីគឺការចែកចាយព័ត៌មានដល់សាធារណជននឹងកាន់តែទូលំទូលាយតាមតួលេខរបស់ក្រសួងព័ត៌មានចេញផ្សាយកាលពីឆ្នាំ 2012 កម្ពុជាមានស្ថានីយ៍វិទ្យុ166និងស្ថានីយ៍ទូរទស្សន៍សរុបចំនួន74ដែលផ្សាយផ្ទាល់និងផ្សាយបន្តនៅរាជធានីនិងតាមបណ្ដាខេត្តនាងខ្ញុំចេងមេងជូវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងពេលនេះកំពុងស្ដាប់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកស្ត្រីអ្នកសារព័ត៌មាននៅកម្ពុជាបានលើកឡើងថាទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យសារព័ត៌មានហាក់មានសន្ទុះរីកចម្រើនខ្លាំងយ៉ាងណាក្តីក៏ចំនួនស្ត្រីក្នុងវិស័យនេះនៅតែមានតិចនៅឡើយបើប្រៀបធៀបទៅនឹងបុរសលើពីនេះស្ត្រីជាអ្នកកាសែតនៅតែជួបបញ្ហាប្រឈមជាច្រើនក្នុងអាជីពនិងខ្វះការគាំទ្រពីសង្គមអ្នកស្រីអ៊ុំរាំងសីមានសេចក្តីរាយការណ៍ជុំវិញរឿងនេះអ្នកសារព័ត៌មានជាស្ត្រីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់បានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួននៅក្នុងវិស័យសារព័ត៌មាននិងចង់ឲ្យមានច្បាប់ការពារអ្នកសារព័ត៌មានជាស្ត្រីព្រមទាំងចង់ឲ្យសង្គមផ្ដល់ការគាំទ្រចំពោះពួកគេការបង្ហាញពីការព្រួយបារម្ភនិងបញ្ហារបស់ខ្លួននៅក្នុងវិស័យសារព័ត៌មាននៅពេលនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីកិច្ចគាំពារអ្នកកាសែតសិទ្ធិទទួលព័ត៌មាននិង Gender ដែលរៀបចំឡើងនៅថ្ងៃទី29ខែកក្កដាដែលសិក្ខាសាលានេះមានបំណងលើកឡើងពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានសិទ្ធិសេរីភាពទទួលព័ត៌មានដើម្បីជំរុញឲ្យវិស័យព័ត៌មានកាន់តែរីកចម្រើននិងបង្កើនចំនួន Gender នៅក្នុងវិស័យនេះជាអ្នកសារព័ត៌មានមកពីមណ្ឌលព័ត៌មានស្ត្រីកម្ពុជាកញ្ញាជើកស៊ីអូនបានលើកឡើងថាស្ត្រីជាអ្នកកាសែតកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាសង្គមមិនសូវផ្ដល់តម្លៃសុវត្ថិភាពការរើសអើងនិងកង្វះការគាំទ្រពីសង្គមជាងនេះទៀតក៏មានអ្នកសារព័ត៌មានមួយចំនួនឈានដល់ការគំរាមកំហែងអាយុជីវិតក៏មានកញ្ញាបន្តថាបញ្ហានេះបានធ្វើឲ្យមានគម្លាតសមភាព Gender នៅក្នុងវិស័យសារព័ត៌មានកញ្ញាជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ការពារអ្នកសារព័ត៌មាននិងយកចិត្តទុកដាក់អ្នកប្រកបអាជីពនេះព្រោះថាអ្នកកាសែតមួយចំនួនត្រូវបានស្លាប់តែគ្មានអ្នកណាយកចិត្តទុកដាក់អីចឹងណាហើយបើសិនជាចង់ឲ្យមាន Gender ក្នុងវិស័យសារព័ត៌មានស្ត្រីទៀតគឺលើកទឹកចិត្តចំពោះស្ត្រីឲ្យបានខ្ពស់ជាមួយគ្នានេះជាអ្នកសារព័ត៌មានស្ត្រីម្នាក់ទៀតមកពីស្ថានីយ៍ទូរទស្សន៍ CNC កញ្ញាអ៊ុតលក្ខណាបាននិយាយដែរថានៅក្នុងអាជីពជាអ្នកសារព័ត៌មានមិនត្រឹមតែប្រឈមទៅនឹងកង្វះការគាំទ្រពីសង្គមប៉ុណ្ណោះទេអ្នកសារព័ត៌មានតែងតែលំបាកស្វែងរកប្រភពព័ត៌មានផងដែរកញ្ញាបន្តថាបើទោះជាអ្នកសារព័ត៌មានដើរតួនាទីសំខាន់ជំរុញឲ្យសង្គមរីកចម្រើនក្តីតែអ្នកសារព័ត៌មានហាក់នៅតែមិនទាន់ទទួលបានការការពារពីសង្គមពេញលេញនៅឡើយជំរុញឲ្យរដ្ឋាភិបាលនឹងផ្ដល់កម្លាំងទឹកចិត្តលើកកម្ពស់ស្ត្រីទាំងយមទៅទាំងសេវាសុខភាពសិទ្ធិទទួលបានព័ត៌មានហើយនឹងមានអ្វីផ្សេងទៀតដែលស្ត្រីធ្វើបានមួយទៀតនោះគឺឱកាសការងារដល់ស្ត្រីតែម្ដងដើម្បីធ្វើយ៉ាងណាស្ត្រីមានការងារច្រើននៅក្នុងសង្គមវិទ្យុអាស៊ីសេរីមិនអាចតាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធដើម្បីសាកសួរជុំវិញបញ្ហានេះបាននៅឡើយនៅថ្ងៃទី29ខែកក្កដាចំណែកនាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោកមឿនឈានរិទ្ធចាត់ទុកថាកង្វះស្ត្រីនៅក្នុងវិស័យសារព័ត៌មានដោយសារស្ត្រីកម្ពុជាភ័យខ្លាចសុវត្ថិភាពផ្ទាល់ខ្លួននៅពេលដែលឃើញអំពើហិង្សានិងការបាញ់សម្លាប់លើអ្នកកាសែតកម្ពុជានៅតែជាបញ្ហាក្តៅលោកបន្តថាដើម្បី
ឲ្យមាន gender នៅក្នុងវិស័យព័ត៌មានគឺទាមទារឲ្យមានការបដិញ្ញាចិត្តខ្ពស់ទាំងស្ត្រីខ្លួនឯងគ្រួសារនិងសង្គមរាជរដ្ឋាភិបាលគួរមានកាតព្វកិច្ចមួយដើម្បីកាត់បន្ថយឬក៏បញ្ឈប់ការវាយប្រហារទៅលើអ្នកសារព័ត៌មានពេលហ្នឹងខ្ញុំគិតថាស្ត្រីជាច្រើននឹងរីករាយធ្វើជាអ្នកយកព័ត៌មានសិក្ខាសាលាស្ដីពីកិច្ចគាំពារអ្នកកាសែតសិទ្ធិទទួលព័ត៌មាននិង gender ក្រៅពីបានលើកឡើងពីបញ្ហារបស់អ្នកសារព័ត៌មានជាស្ត្រីអ្នកសារព័ត៌មានដែលចូលរួមនៅក្នុងសិក្ខាសាលានោះក៏បានរកឃើញឧបសគ្គចំនួន5សំខាន់ផ្សេងទៀតដែលរាំងស្ទះមិនឲ្យវិស័យព័ត៌មានរីកចម្រើនទៅបានរួមមានអ្នកសារព័ត៌មាននៅតែមិនទាន់មានច្បាប់ការពារសេរីភាពទទួលបានព័ត៌មាននៅមានកម្រិតអ្នកសារព័ត៌មាននៅតែមិនទាន់ទទួលបានសិទ្ធិស្មើគ្នាអ្នកសារព័ត៌មានទទួលបានប្រាក់ខែតិចតួចនិងកង្វះការសហការពីស្ថាប័នពាក់ព័ន្ធនៅក្នុងការប្រមូលព័ត៌មានយ៉ាងណាក៏ដោយទាំងអ្នកសារព័ត៌មានទាំងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ថាដើម្បីបញ្ចប់បញ្ហាភ័យខ្លាចរបស់ស្ត្រីនៅក្នុងវិស័យសារព័ត៌មានរដ្ឋាភិបាលត្រូវតែចាត់វិធានការដោយការទទួលខុសត្រូវខ្ពស់និងជំរុញលើកទឹកចិត្តឲ្យស្ត្រីចូលរួមកាន់តែច្រើននៅក្នុងវិស័យព័ត៌មាននេះខ្ញុំអ៊ុំរៀងសីវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washingtonតើហេតុដូចម្ដេចបានជាអង្គការសម្ព័ន្ធទន្លេកម្ពុជាចង់ឲ្យបង្កើតគណៈកម្មាធិការចម្រុះដើម្បីត្រួតពិនិត្យផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម2ថាតើគណៈកម្មាធិការចម្រុះនេះមានសារៈប្រយោជន៍អ្វីខ្លះចាសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះនាពេលបន្តិចទៀតនេះបាទលោកនាងជាទីមេត្រីមេទាហានផ្កាយមាស4នៃកងយុទ្ធពលខេមរៈភូមិន្ទម្នាក់លើកឡើងថាទាហាននៃកងយុទ្ធពលខេមរៈភូមិន្ទជារបស់គណៈបកប្រជាជនកម្ពុជាព្រោះលោកហ៊ុនសែនដែលជាប្រធានគណៈបកនេះជាអ្នកផ្គត់ផ្គង់ទាហាននាពេលបច្ចុប្បន្នបញ្ហានេះគណៈបកប្រឆាំងនិងអ្នកវិភាគនិយាយថាការលើកឡើងនេះខុសទៅនឹងរដ្ឋធម្មនុញ្ញដែលចែងពីកងកម្លាំងប្រដាប់អាវុធជាកងកម្លាំងរបស់រដ្ឋមិនមែនជារបស់បកទេនិងទាមទារឲ្យមានការកែតម្រូវលោកប្រាជ្ញារាយការណ៍អំពីព័ត៌មាននេះមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាតំណាងគណៈមេបញ្ជាការឯកភាពសមរភូមិប្រាសាទព្រះវិហារផ្កាយមាស4ជាតារារំលឹកទៅកងទ័ពថាកងទ័ពទាំងអស់ជារបស់គណៈបកប្រជាជនកម្ពុជានិងជារបស់ប្រជាជនកម្ពុជាថ្លែងនៅចំពោះមុខមន្ត្រីយោធាមន្ត្រីរដ្ឋាភិបាលនិងវិស័យឯកជនមេទាហានផ្កាយមាស4ប្រចាំតំបន់ព្រះវិហារនិយាយនៅវិមានសន្តិភាពថ្ងៃទី29ខែកក្កដាថានេះជាសម្ដីស្មោះត្រង់របស់លោកបន្តទៀតថាកងទ័ពត្រូវចូលរួមការពារជាតិនិងការពារមិនឲ្យមានបដិវត្តពណ៌បើនិយាយចំបាត់ត្រកណាគឺជាកងទ័ពរបស់ប្រជាជនរបស់គណៈបកប្រជាជនពីព្រោះប្រតិបត្តិចូលជាអ្នកចិញ្ចឹមបីបាត់ថែរក្សាដឹកនាំជាកងទ័ពគឺជាកងទ័ពរបស់ជាតិរបស់គណៈបកប្រជាជនមកនេះស្មោះត្រង់មកដាច់ខាតមិនមានបដិវត្តពណ៌ទេដាច់ខាតហ្មងមិនបាច់ចាំបាច់ប្រើទៅឲ្យមិនបាច់ប្រើក្រោយទេប្រើតែបំណងនឹងក៏រត់មួយដែរនឹងគឺដាច់ខាតហ្មងក៏ទុកបញ្ញាចឹងការលើកឡើងរបស់លោកជាតារានេះស្របពេលទៅនឹងគណៈបកប្រជាជនកម្ពុជាបានដាក់បញ្ចូលសមាជិកភាពថ្នាក់ដឹកនាំកងកម្លាំងជាច្រើនរូបជាសមាជិកគណៈកម្មការកណ្ដាលរបស់គណៈបកកណ្ដាលអំណាចចាស់ភាសាមួយនេះជាសមាជិករបស់ខ្លួននៅក្នុងនោះក៏មានលោកជាតារាមានតួនាទីនៅក្នុងគណៈកម្មការកណ្ដាលរបស់គណៈបកនេះដែរការបញ្ចូលថ្នាក់ដឹកនាំយោធានិងថ្នាក់ដឹកនាំកងកម្លាំងអាវុធហត្ថនៅក្នុងជួរដឹកនាំគណៈបកនេះត្រូវបានសាធារណជនរិះគន់យ៉ាងខ្លាំងដែលថាគណៈបកប្រជាជនកម្ពុជាដាក់ចូលមន្ត្រីទាំងនេះដែលទទួលប្រាក់ខែពីរដ្ឋតែបែរជាបម្រើការងាររបស់បកការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់យោធាបែបនេះត្រូវបានអ្នកវិភាគលើកឡើងថាជាកាយវិការមួយចង់បង្ហាញថាកងកម្លាំងឯករាជ្យរបស់រដ្ឋคล้ายទៅជាកម្មសិទ្ធិផ្ដាច់មុខរបស់គណៈបកកណ្ដាលអំណាចហើយក៏អាចឆ្លុះបញ្ចាំងពីឥទ្ធិពលកងកម្លាំងយោធាក្នុងការការពារគណៈបកនេះនៅពេលចាញ់ឆ្នោតក៏ថាបានចំណែកអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយ៉ែមពេញរិទ្ធសម្ដែងការសោកស្ដាយការលើកឡើងរបស់លោកជាតារានេះនិងថាលោកជាតារាយល់ដឹងពីការងារជាតិនៅមានកម្រិតអ្នកនាំពាក្យគណៈបកប្រឆាំងរូបនេះចង់ឃើញស្ថាប័ននីតិប្រតិបត្តិមានការកែតម្រូវសម្ដីរបស់លោកជាតារានៅពេលខាងមុខជាងមានការសោកស្ដាយណាស់ពីចំពោះអ្វីដែលបានលើកឡើងពីព្រោះហាក់ដូចជានៅពុំទាន់បានយល់
ការពីអ្វីទៅដែលហៅថាកងទ័ពជាតិអ្វីទៅនាយករដ្ឋមន្ត្រីអ្វីទៅនីតិប្រតិបត្តិដូច្នេះគឺជារឿងមួយគួរសោកស្ដាយហើយបង្ហាញថាការយល់ដឹងពីបញ្ហាសង្គមជាតិនៅមានកម្រិតការអះអាងរបស់លោកជាតារាដែលថាកងកម្លាំងកងយុទ្ធពលខេមរភូមិន្ទជាកងទ័ពរបស់គណបកប្រជាជនកម្ពុជាហាក់ផ្ទុយពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថ្លែងកាលពីថ្ងៃទី23ខែកក្កដាថាកងកម្លាំងប្រដាប់អាវុធជាឧបករណ៍របស់រដ្ឋក្នុងកិច្ចការពីរដ្ឋធម្មនុញ្ញនិងការពីរដ្ឋាភិបាលស្របច្បាប់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតរស់រាវុធមានប្រសាសន៍ថាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ជាតិបើកប្រាក់ខែពីជាតិត្រូវបម្រើជាតិមិនមែនបម្រើបកនោះទេលោកបណ្ឌិតស្នើឲ្យលោកជាតារាកែតម្រូវការលើកឡើងបែបនេះព្រោះផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ជាតិបាទតាមពិតទៅគឺមិនត្រឹមត្រូវទេពាក្យនេះព្រោះកងទ័ពកងខេមរភូមិន្ទកងនគរបាលគឺជារបស់ជាតិការពារអធិបតេយ្យភាពជាតិមិនមែនការពារគណៈបកណាមួយទេច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទមាត្រា1ចែងថាកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិពេលសកម្មរបស់កងយោធពលខេមរភូមិន្ទគឺត្រូវរៀបចំកម្លាំងដើម្បីការពារកសាងមាតុភូមិនិងបម្រើផលប្រយោជន៍ដល់ខ្ពង់ខ្ពស់របស់ប្រទេសជាតិទោះបែបនេះក្តីអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកឈឹមផលវរុនគាំទ្រការលើកឡើងរបស់លោកជាតារាព្រោះលោកថារដ្ឋាភិបាលកម្ពុជាសពថ្ងៃដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដូចនេះទីហ៊ានមិនអាចទៅការពារគណៈបកផ្សេងបានទេលោកបន្ថែមថាពាក្យដែលលើកឡើងថានាយករដ្ឋមន្ត្រីចិញ្ចឹមទីហ៊ានគឺមានន័យថានាយករដ្ឋមន្ត្រីគ្រប់គ្រងទីហ៊ានគោលនយោបាយរដ្ឋាភិបាលគឺជាគោលនយោបាយរបស់គណៈបកឆ្នះឆ្នោតហើយបច្ចុប្បន្នជាគោលនយោបាយរបស់គណៈបកប្រជាជនមិនយ៉ាងទីហ៊ានត្រូវបម្រើឲ្យគោលនយោបាយរដ្ឋាភិបាលត្រូវបម្រើការពាររដ្ឋធម្មនុញ្ញការពាររដ្ឋអំណាចស្របច្បាប់មានន័យថាការពារគណៈបកឆ្នះឆ្នោតទាំងឯងយ៉ាងណាក៏ដោយចុះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតរស់រាវុធយល់ថាកងកម្លាំងបាត់អព្យាក្រឹតភាពប្រសិនបើគណៈបកផ្សេងឆ្នះឆ្នោតឈានទៅដល់ការកាត់អំណាចនៅពេលខាងមុខអាចនឹងមានរដ្ឋប្រហារយោធាឬក្លាយទៅជារបបផ្ដាច់ការប៉ុន្តែលោកថាក្នុងបរិបទប្រទេសកម្ពុជាសពថ្ងៃមិនអាចកើតមានរឿងនេះបានទេហើយនេះគ្រាន់តែជាការបញ្ចេញមតិរបស់មេតបម្នាក់ប៉ុណ្ណោះខ្ញុំប្រាជ្ញវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីប្រធានផ្នែកច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកសម្ដែងការសោកស្ដាយចំពោះប្រតិកម្មរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលចាត់ទុកថាសមាគមអាត់ហុកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនិងបានធ្វើឲ្យមេធាវីត្រូវបាត់បង់ឯករាជ្យភាពក្នុងការបំពេញកិច្ចការរបស់ខ្លួនលោកមមនីរតរាយការណ៍ព័ត៌មាននេះប្រធានផ្នែកការពារសិទ្ធិមនុស្សនិងជំនួយផ្នែកច្បាប់នៃសមាគមអាតហុកច្រានចោលបទអន្តរាគមន៍របស់គណៈមេធាវីនេះដោយចាត់ទុកថាជាការអនុវត្តដែលនាំឲ្យមានបញ្ហាទៅវិញទេជាពិសេសសមាគមអាតហុកយល់យ៉ាងច្បាស់ពីប្រព័ន្ធច្បាប់ហើយថែមទាំងពុំអាចទៅបំពានក្នុងទូនាទីរបស់ស្ថាប័នដែលបានបណ្ដុះបណ្ដាលច្បាប់នេះថែមទៀតផងការបង្ហាញជំហររបស់មន្ត្រីនៃសមាគមអាតហុកនៅពេលនេះធ្វើឡើងក្រោយពីគណៈមេធាវីបានចេញលិខិតអន្តរាគមន៍កាលពីថ្ងៃទី27កក្កដាកន្លងទៅនេះលិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួនគណៈមេធាវីចាត់ទុកថាជាការបង្គាប់បញ្ជារបស់ប្រធានផ្នែកការពារសិទ្ធិមនុស្សនិងជំនួយច្បាប់របស់សមាគមអាតហុកនៅពេលនេះដែលតម្រូវឲ្យមេធាវីប្រគល់សំណុំរឿងដើម្បីយកទៅពិនិត្យគឺជាការរំលោភបំពានលើឯករាជ្យនៃវិជ្ជាជីវៈនិងជាការបង្ខំឲ្យមេធាវីបំពានលើការងារសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួនថែមទៀតផងមូលហេតុដែលជំរុញឲ្យគណៈមេធាវីចេញលិខិតអន្តរាគមន៍នៅពេលនេះបន្ទាប់ពីស្ថាប័នមួយនេះទទួលបានពាក្យបណ្ដឹងរបស់មេធាវីដែលកំពុងបម្រើការនៅក្នុងសមាគមអាតហុកដែលបានប្តឹងពីសមាគមនេះថាបានរំលោភលើវិជ្ជាជីវៈមេធាវីទៅគណៈមេធាវីកាលពីថ្ងៃទី6កក្កដាកន្លងទៅលោកនីចរិយាមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាតហុកបានបំភ្លឺនៅថ្ងៃទី29កក្កដាថាសមាគមអាតហុកបានបំពេញកិច្ចការលើប្រព័ន្ធច្បាប់នេះអស់រយៈពេលជាង20ឆ្នាំមកហើយហេតុនេះលោកអះអាងថាសមាគមអាតហុកពុំដែលបានប្រើប្រាស់សិទ្ធិណាមួយរំលោភទៅលើសិទ្ធិរបស់មេធាវីទោះក្នុងពេលបំពេញវិជ្ជាជីវៈក៏រាងពីការគ្រប់គ្រងដោយរដ្ឋបាលឡើយបន្ថែមពីលើនេះទៀតអ្វីដែលសមាគមអាតហុកស្នើសុំឯកសារឬលិខិតស្នាមពីមេធាវីនោះគឺជារបាយការណ៍នៃបេសកកម្មក្នុងពេលជាប់បំពេញកិច្ចការដើម្បីទុកទូទាត់ការចំណាយវិញប៉ុណ្ណោះសមាគមអាតហុកត្រូវតែតម្រូវឲ្យមេធាវីទាំងអស់ហ្នឹងយកឯកសារដែលខ្លួនការពារនេះយកមករក្សាទុកនៅស្នាក់ការកណ្ដាលរបស់សមាគមអាតហុកបើសិនជាមេធាវីនៅស្នាក់ការកណ្ដាលអាតហុកបើមេធាវីនៅខេត្តត្រូវតែរក្សាទុកនៅក្នុងស្នាក់ការខេត្តរបស់សមាគមអាតហុកការដែលយើងឲ្យយកឯកសារមករក្សាទុកជាបែបបទរដ្ឋបាលមិនមែនជារឿងជ្រៀតជ្រែកទៅនឹងវិជ្ជាជីវៈមេធាវីទេទី1លោកនីចរិយាបន្ថែមថាមូលហេតុ
ដែលនាំឲ្យមានវិវាទនេះកើតឡើងប្រហែលជាកើតចេញពីការមិនសប្បាយចិត្តរបស់មេធាវីណាមួយដែលកំពុងបម្រើការឲ្យសមាគមអាតហុកហើយប្តឹងទៅគណៈមេធាវីតែម្ដងហើយមើលទៅបើទោះជាបែបណាលោកនីចរិយាបញ្ជាក់ថាសមាគមអាតហុកនឹងចេញលិខិតបំភ្លឺមួយជុំវិញរឿងនេះទៅគណៈមេធាវីវិញក្នុងពេលឆាប់ៗនេះយ៉ាងណាលោកបង្ហាញការសោកស្ដាយដែលគណៈមេធាវីធ្វើលិខិតអន្តរាគមន៍បែបនេះដោយប្រញាប់ប្រញាល់ពុំបានពិគ្រោះយោបល់ជាមុនជាមួយសមាគមអាតហុកវិទ្យុអាស៊ីសេរីមិនអាចតាក់ទងលោកប៊ុនហុនប្រធានគណៈមេធាវីដើម្បីសុំការបំភ្លឺបានភ្លាមទេនៅថ្ងៃទី29កក្កដាជុំវិញរឿងនេះលោកអំសំអាតមន្ត្រីជាន់ខ្ពស់អង្គការលីកាដូថ្លែងថាប្រសិនបើសមាគមអាតហុកបានប្រើប្រាស់សិទ្ធិបំពានលើការបំពេញកិច្ចការរបស់មេធាវីលោកចាត់ទុកថាគឺជាការរំលោភលើវិជ្ជាជីវៈនិងកិច្ចការសម្ងាត់របស់មេធាវីហើយក៏ប៉ុន្តែប្រសិនបើសមាគមអាតហុកគ្រាន់តែត្រួតពិនិត្យទៅលើកិច្ចការរដ្ឋបាលបានន័យថាគណៈមេធាវីកំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងនៃស្ថាប័នមួយនេះហើយបើសិនជាគាត់និយាយទៅដល់វិធានការគ្រប់គ្រងផ្នែករដ្ឋបាលរបស់ស្ថាប័នមួយទៅលើមេធាវីខុសពីវិជ្ជាជីវៈមេធាវីអានឹងជាការរំលោភលើសមត្ថកិច្ចស្ថាប័នគេហើយក្រុមអង្គការមិនមែនរដ្ឋាភិបាលក៏សម្គាល់ថាក្រុមអ្នកតស៊ូមតិក្នុងដំណាក់កាលចុងក្រោយនេះកំពុងត្រូវបានរឹតបន្តឹងសិទ្ធិសេរីភាពតាមរយៈប្រព័ន្ធច្បាប់ដ៏ចង្អៀតអ្នកនយោបាយបកប្រឆាំងត្រូវបានគេប្រើប្រាស់ប្រព័ន្ធតុលាការចាប់កំហុសដោយឡែកអង្គការសមាគមនឹងសហជីពវិញត្រូវបានរារាំងដោយលក្ខខណ្ឌនៃច្បាប់មួយចំនួនក្នុងការសម្ដែងមតិខ្ញុំម៉មនីរតវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីអ្នកនាំពីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនីតិស្តីការគណៈរដ្ឋមន្ត្រីចេញសេចក្តីបំភ្លឺប្រតិកម្មចំពោះអ្នកនាំពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអ្នកស្រី Ravina Shamsadani ដែលស្នើឲ្យក្រមប្រឹក្សាធម្មនុញ្ញទម្លាក់ចោលសេចក្តីព្រាងច្បាប់សមាគមអង្គការមិនមែនរដ្ឋាភិបាលនិងដំណើរការកាត់ក្តីសកម្មជនគណៈបក្សសង្គ្រោះជាតិទាំង11នាក់ថាតុលាការមិនឯករាជ្យសេចក្តីបំភ្លឺនេះអាងថាអ្នកស្រី Ravina Shamsadani បានចោទប្រកាន់គ្មានមូលដ្ឋាននិងកំពុងបំពានទាំងកំរោលលើគោលការណ៍នីតិរដ្ឋនិងបានបង្ហាញយ៉ាងច្បាស់ពីការមិនយល់រដ្ឋធម្មនុញ្ញរបស់កម្ពុជាជាពិសេសបង្ហាញការជ្រៀតជ្រែកចូលយ៉ាងជ្រៅរំលោភលើនីតិវិធីបញ្ញត្តិពីព្រោះរាល់ការអនុម័តច្បាប់របស់កម្ពុជាត្រូវធ្វើឡើងដោយរដ្ឋសភាព្រឹទ្ធសភានិងប្រកាសឲ្យប្រើដោយព្រះមហាក្សត្រតាក់ទងតុលាការផ្ដន្ទាទោសកម្មជន11នាក់វិញអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សសម្ដែងការសោកស្ដាយបំផុតរបស់អ្នកស្រីដែលបង្ហាញអិរិយាបថគាំទ្រជនល្មើសដែលប្រព្រឹត្តបទឧក្រិដ្ឋកាលពីថ្ងៃទី15កក្កដាឆ្នាំ2014ព្រោះថាការសម្រេចផ្ដន្ទាទោសនេះជាសំណុំរឿងព្រហ្មទណ្ឌនិងជាឆន្ទានុសិទ្ធិរបស់តុលាការមិនមានការជ្រៀតជ្រែករបស់រដ្ឋាភិបាលឡើយការចេញប្រតិកម្មរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនេះគឺធ្វើឡើងបន្ទាប់ពីអ្នកនាំពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រី Ravina Shamsadani បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី24កក្កដាពាក់ព័ន្ធទៅនឹងការចាប់ខ្លួនសកម្មជនគណបកប្រឆាំង11នាក់ដោយបង្ហាញពីក្តីបារម្ភចំពោះឯករាជ្យភាពនៃតុលាការកម្ពុជាក្នុងសេចក្តីថ្លែងការណ៍នោះអ្នកស្រីលើកឡើងថាភាពមិនប្រក្រតីជាច្រើនក្នុងដំណើរការកាត់ក្តីសកម្មជនទាំងនោះអ្នកស្រីបានអំពាវនាវថាប្រសិនបើមានការប្តឹងឧទ្ធរណ៍ពីសំណាក់ជនជាប់ចោទទាំង11នាក់នោះដំណើរការកាត់ក្តីនោះត្រូវតែមានការកែតម្រូវនិងបង្ហាញពីឯករាជ្យភាពរបស់តុលាការក្រៅពីនេះអ្នកស្រីបានស្នើឲ្យក្រមប្រឹក្សាធម្មនុញ្ញទម្លាក់ចោលសេចក្តីព្រាងច្បាប់សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលរដ្ឋសភានិងព្រឹទ្ធសភាឯកបកបានអនុម័តនោះបាទលោកអ្នកនាងជាទីមេត្រីអង្គជំនុំជម្រះសាលាដំបងនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី29កក្កដានេះបានបញ្ចប់ការស្ដាប់សាកសីទី2អំពីការដ្ឋានការងារដោយបង្ខំនៅអាងត្រពាំងថ្មខេត្តបន្ទាយមានជ័យសាកសីរូបនេះថាលក្ខខណ្ឌរស់នៅនិងការធ្វើការងារដ៏លំបាកនៅការដ្ឋានការងារទំនប់ត្រពាំងថ្មបណ្ដាលឲ្យមនុស្សស្លាប់លោកលេងមនីមានសេចក្តីរាយការណ៍សាកសីទី2គឺលោកមុំសឿមហៅហេងសមុទ្រជំរាបអង្គជំនុំជម្រះនៅថ្ងៃទី29កក្កដាថាអ្នកដែលត្រូវអង្គការបង្ខំឲ្យទៅធ្វើការនៅទំនប់អាងត្រពាំងថ្មខ្លះធ្លាក់ខ្លួនឈឺស្លាប់ដោយសារគ្មានថ្នាំព្យាបាលលោកបន្តថាលក្ខខណ្ឌរស់នៅទីនោះលំបាកដែលត្រូវធ្វើការតាំងពីព្រឹករហូតដល់ម៉ោង9យប់ស្បៀងអាហារមិនគ្រប់គ្រាន់និងអមដោយការភ័យខ្លាចពលរដ្ឋម្នាក់រស់នៅដោយមិនមានសេរីភាពដើរហើរមិនហ៊ាននិយាយស្ដីច្រើនព្រោះភ័យខ្លាចអំពីការចាប់ខ្លួនលោកមុំសឿមបញ្ជាក់ថាអ្នកខ្លះត្រូវពួកខ្មែរក្រហមចាប់យកទៅបាត់រហូតទោះជាអ្នកទាំងនោះធ្វើការល្អក៏ដោយ
នៅក្នុងកងតំបន់គឺអ្នកដែលទៅធ្វើការគឺថែរក្សាខ្លួនមិនហ៊ាននិយាយទេអ្វីដែលដឹងក៏មិនហ៊ាននិយាយអ្វីដែលឮក៏មិននិយាយដូច្នេះបានន័យថាអ្នកគឺមិននិយាយឲ្យទាំងអស់ព្រោះការនិយាយនេះវាមិនល្អហើយប្រើភាសាមួយគេថាឲ្យដាំដើមគោឬក៏ដាំនិយាយភាសានេះគឺសម្រាប់ឲ្យយើងចេះមិនឲ្យនិយាយដើម្បីបង្ការពារខ្លួនយើងដូច្នេះបានន័យថាខ្ញុំអ្វីក៏ខ្ញុំដែលចង់និយាយដែរសាក្សីរូបនេះដឹងទៀតថាអ្នកគ្រប់គ្រងរួមលើការដ្ឋាននោះគឺតាវ៉ាល់ក៏ត្រូវអង្គការចាប់ខ្លួនដែរនៅឆ្នាំ1977ក្រោមហេតុផលថាក្បត់អង្គការសាក្សីមុំសឿមបញ្ជាក់ថាទន្ទឹមគ្នានឹងភាពស្គមស្គាំងបាក់កម្លាំងដោយសារខ្វះអាហារហូបចុកអង្គការក៏បង្ខំឲ្យយុវជនយុវនារីកងចល័តរៀបការដែរការរៀបការដោយបង្ខំតាមការផ្សំផ្គុំដោយអង្គការខ្មែរក្រហមមានច្រើនគូនៅការដ្ឋាននោះទោះជាដូច្នេះក្តីលោកថ្លែងថាមានគូខ្លះក៏ពេញចិត្តនឹងគ្នាដែរការរៀបការរួចមិនបានទៅណាទេនៅការដ្ឋាននៅតែម្ដងធ្វើកន្លែងមកបន្ទប់ឲ្យនៅតាមកន្លែងហើយហូតដល់ខ្ញុំថាពេលរៀបការហើយខ្លះដល់ពេលអត់មានភ្លើងមានអីផងចុះមកងឹតគ្នាខ្លះមិនសិនស្គាល់គ្នាច្បាស់ផងតែច្រឡំគូគ្នាក៏មានដូច្នេះបានខ្ញុំនិយាយពីម្សិលមិញរួចហើយថាការរៀបការក្នុងសម័យនោះគឺមិនបានរៀបការឲ្យដូចយើងសប្ងៃទេដាក់តែគួរស្រូវដាក់តែកាឈើឬក៏ដាក់តែស្លឹកឈើទៅ50-60គូគឺ100គូទៅសម្ដេចនឹងអង្គការរៀបចំឲ្យបានឯកសាររបស់សហចៅក្រមស៊ើបអង្កេតបង្ហាញថាទំនប់អាងត្រពាំងថ្មមានខ្នងទំនប់ប្រហែល10ម៉ែត្រជើងទំនប់មានប្រវែងប្រហែល18ម៉ែត្រនិងមានកម្ពស់ប្រហែលពី3ទៅ5ម៉ែត្រទំនប់អាងនេះទប់ទឹកដែលមានបណ្ដោយប្រមាណ10គីឡូម៉ែត្រនិងទទឹងប្រមាណ7គីឡូម៉ែត្រទំនប់នេះស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានកសាងឡើងដោយកម្លាំងមនុស្សចន្លោះពី 15,000 ទៅ 20,000 នាក់ដែលមកពីស្រុកថ្មពួកស្រុកភ្នំស្រុកស្រុកសេរីសុភ័ណ្ឌនិងស្រុកព្រះនាថព្រះអ្នកធ្វើការទាំងនោះភាគច្រើនជាប្រជាជនថ្មីជំនះពីទីក្រុងភ្នំពេញបន្ទាប់ពីសាក្សីរូបនេះអង្គជំនុំជម្រះងាកមកស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបទៀតឈ្មោះខិនវ៉ាតដែលតាក់ទងនឹងការដ្ឋានធ្វើវាលយន្តហោះខេត្តកំពង់ឆ្នាំងវិញសាក្សីខិនវ៉ាតអតីតជាអ្នកដាំស្លសម្រាប់អ្នកជំនាញការចិននៅការដ្ឋាននោះសាក្សីនេះនឹងត្រូវមកផ្ដល់សក្ខីកម្មបន្តទៀតនៅថ្ងៃប្រហ័សទី30កក្កដាខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីសមាជិកនៃក្រមយុវជនចលនាមេដាធម្មជាតិនិងពលរដ្ឋរាប់រយនាក់បានបន្តសកម្មភាពបណ្ដេញសាឡង់បូមខ្សាច់នៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្តកោះកុងបន្តមកដល់ថ្ងៃទី4ដោយចោទថាកប៉ាល់ឬសាឡង់បូមខ្សាច់មួយចំនួនក្នុងមូលដ្ឋាននេះបានធ្វើសកម្មភាពខុសបច្ចេកទេសឬមិនគោរពតាមច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវនោះទេបញ្ហានេះបានជំរុញឲ្យក្រមយុវជននិងពលរដ្ឋប្រមូលផ្ដុំគ្នាលើកបដាតវ៉ានៅពីមុខសាលាស្រុកបទុមសាគរដើម្បីទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងបណ្ដេញកប៉ាល់បូមខ្សាច់ចេញពីតំបន់របស់ពួកគេរស់នៅនិងអាស្រ័យផលនោះដែលនាយកជាមានសេចក្តីរាយការណ៍អំពីរឿងនេះក្រមយុវជនចលនាមេដាធម្មជាតិនិងប្រជាពលរដ្ឋជាង100នាក់នៅព្រឹកថ្ងៃពុធទី29ខែកក្កដាបានបន្តសកម្មភាពចុះល្បាតនិងបណ្ដេញសាឡង់ឬកប៉ាល់បូមខ្សាច់មួយចំនួនដែលបូមខ្សាច់អាណាធិបតេយ្យនាមូលដ្ឋានឃុំអណ្ដូងទឹកស្រុកបទុមសាគរខេត្តកោះកុងសមាជិកចលនាមេដាធម្មជាតិគឺយុវជនសុវិគាបានប្រាប់វិទ្យុអាស៊ីសេរីថារយៈពេល4ថ្ងៃមកនេះក្រមប្រជាពលរដ្ឋនិងក្រមយុវជនបានបណ្ដេញកប៉ាល់បូមខ្សាច់ចំនួន2ក្រុមហ៊ុនដែលធ្វើសកម្មភាពបូមខ្សាច់អាណាធិបតេយ្យនៅឃុំអណ្ដូងទឹកស្រុកបទុមសាគរបំផ្លាញដល់ធនធានជលផលសមុទ្រឬព្រៃកោងកាងជាដើមផ្ដើមពីបញ្ហានេះយុវជនសុវិគាឲ្យដឹងថានៅថ្ងៃទី29ខែកក្កដាសមាជិកចលនាមេដាធម្មជាតិនិងប្រជាពលរដ្ឋខេត្តកោះកុងប្រមាណជាង100នាក់ក៏បានប្រមូលផ្ដុំគ្នាលើកបដាតវ៉ានៅពីមុខសាលាស្រុកបទុមសាគរដើម្បីស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយបណ្ដេញនិងចុះពិនិត្យពីសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនមួយចំនួនក្នុងតំបន់នេះឲ្យបានត្រឹមត្រូវអាជ្ញាប័ណ្ណគេមានបងតែអាជ្ញាប័ណ្ណហ្នឹងគឺអាជ្ញាប័ណ្ណដែលអត់មាន EIA អត់មានការសិក្សាពីផលប៉ះពាល់បងហើយចំណុចទី2ហ្នឹងគឺពួកដែលកំពុងធ្វើប្រតិបត្តិការបូមនៅតាមព្រៃដងទឹកហ្នឹងគឺអត់បានគោរពទៅតាមលក្ខខណ្ឌបច្ចេកទេសនៅក្នុងអាជ្ញាប័ណ្ណហ្នឹងណាបងអាចជំរុញទឹកហើយនឹងគម្លាតទីច្រាំងហ្នឹងគឺអត់គោរពទេហើយសម្រាប់តែទីតាំងបូមហ្នឹងក្នុងអាជ្ញាប័ណ្ណមានកំណត់ឲ្យបូមប៉ុន្តែក្រុមហ៊ុនហ្នឹងកំពុងតែធ្វើប៉ាណានិយាយទៅបូមពេញព្រៃនឹងតំណមករហូតដល់មានការបាក់ច្រាំងបាក់ទៅកងកាងអញ្ចឹងបងពលទឹកនៅក្នុងខ្លាំងមែនទែនតំណាងចលនាមេដាធម្មជាតិយុវជនសុវិគាបានទទូចដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបញ្ជូនមន្ត្រីជំនាញចុះពិនិត្យទៅលើសកម្មភាពរបស់សាឡង់ឬកប៉ាល់បូមខ្
ខ្សាច់ចំនួន2ក្រុមហ៊ុនគឺក្រុមហ៊ុន International Rainbow និងក្រុមហ៊ុន Direct Access ដែលកំពុងធ្វើសកម្មភាពបូមខ្សាច់នៅខេត្តកោះកុងដោយមិនបានសិក្សាពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវជាមុននោះទេសូមឲ្យក្រសួងពាក់ព័ន្ធហ្នឹងចាត់ធ្វើអធិការកិច្ចថាក្រុមហ៊ុនដែលកំពុងតែបូមស្របច្បាប់ឬក៏អត់ឬក៏មានពួកខុសច្បាប់បន្លំចូលបូមហើយការបូមហ្នឹងវាត្រូវតាមលក្ខខណ្ឌបច្ចេកទេសឬក៏អត់ហើយមានផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឬក៏អត់បាទជាទានបញ្ហានេះលោកអនភិរៈអភិបាលស្រុកបទុមសាគរខេត្តកោះកុងមានប្រសាសន៍ថាអាជ្ញាធរស្រុកមិនមានសិទ្ធិដេញសឡង់បូមខ្សាច់របស់ក្រុមហ៊ុនទាំងឡាយនៅក្នុងមូលដ្ឋានលោកទៅតាមការទាមទាររបស់ប្រជាពលរដ្ឋឬក្រុមយុវជនបានទេព្រោះក្រុមហ៊ុនទាំងនោះមានច្បាប់អនុញ្ញាតពីក្រសួងឬស្ថាប័នជំនាញត្រឹមត្រូវយើងហៅមកនិយាយគ្នាក្នុងការប្រជុំមានក៏អត់មកទៀតខ្ញុំក៏សុខចិត្តព្រមធ្វើនិយាយជាមួយគាត់សម្របសម្រួលរកវិធីដោះស្រាយដើម្បីរាយការណ៍ទៅថ្នាក់លើហើយគាត់នៅតែមិនព្រមគាត់ដឹងថាយកសឡង់ចេញសិនបាននិយាយគ្នានោះធ្វើមិនបានឲ្យអាជ្ញាធរស្រុកមានសិទ្ធិណាទៅដេញសឡង់គេចេញសឡង់គេមានច្បាប់ស្របត្រឹមត្រូវត្រង់ចំណុចនេះលោកអិនគង់ចិត្តមន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តកោះកុងបានអះអាងថាក្រុមហ៊ុនបូមខ្សាច់ដែលធ្វើសកម្មភាពនៅតាមព្រែកឬតាមសមុទ្រនាខេត្តកោះកុងគឺគ្មានការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធអំពីបច្ចេកទេសបូមនោះទេលោកបន្តថាក្រុមហ៊ុនបូមខ្សាច់ដែលធ្វើសកម្មភាពនៅឃុំអណ្ដូងទឹកស្រុកបទុមសាគរគឺមិនបានគិតពីផលប៉ះពាល់ទៅលើធនធានសមុទ្រឬមិនបានគិតពីផលប៉ះពាល់ដល់ការប្រកបរបរនេសាទសមុទ្ររបស់ពលរដ្ឋមូលដ្ឋាននេះទេមន្ត្រីសង្គមស៊ីវិលរូបនេះបានស្នើដល់ក្រសួងពាក់ព័ន្ធមុននឹងផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនបូមខ្សាច់ណាមួយត្រូវចុះសិក្សាពីផលប៉ះពាល់ឬសិក្សាពីបច្ចេកទេសនៃការបូមខ្សាច់នៅតាមតំបន់នីមួយៗឲ្យបានត្រឹមត្រូវជាមុនលោកបញ្ញយន្តដែលជាប្រធានមន្ត្រីរាយនឹងខាងពលខេត្តកោះកុងគាត់បានប្រាប់ប្រជាជនព្រឹកមិញថាក្រុមហ៊ុនទាំងពីរហ្នឹងគឺមានអាជ្ញាប័ណ្ណប៉ុន្តែអាចនឹងមានកំហុសផ្នែកបច្ចេកទេសអញ្ចឹងពួកគាត់ចង់បង្កើតក្រុមការងារមួយចុះទៅពិនិត្យមើលកន្លែងទីតាំងបូមខ្សាច់នៅក្នុងព្រែកអណ្ដូងទឹកហ្នឹងតើក្រុមហ៊ុនអនុវត្តស្របតាមអ្វីដែលមានចែងនៅក្នុងអាជ្ញាប័ណ្ណដែរទេហើយនឹងស្របតាមបច្ចេកទេសឬអត់ក្រុមយុវជនចលនាមេដាធម្មជាតិនិងប្រជាពលរដ្ឋមកពីបណ្ដាស្រុកមួយចំនួននៅខេត្តកោះកុងបានអះអាងថានឹងមិនលះបង់សកម្មភាពបណ្ដេញសាឡង់ឬកប៉ាល់បូមខ្សាច់ចូលមកបូមខ្សាច់អាណាធិបតេយ្យនាមូលដ្ឋាននេះទេនាថ្ងៃអនាគតប្រសិនបើថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមិនមានដំណោះស្រាយដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុបាទលោកនាងជាទីមេត្រីតារាភាពយន្តអាមេរិកដ៏ល្បីល្បាញមួយរូបដែលមានកូនចិញ្ចឹមជាជនជាតិខ្មែរគឺអ្នកស្រី Angelina Jolie នឹងផលិតខ្សែភាពយន្តខ្នាតវែងមួយស្ដីអំពីសោកនាដកម្មនៃសម័យខ្មែរក្រហមខ្សែភាពយន្តនេះនឹងផ្អែកទៅលើស្នាដៃនិពន្ធពីប្រវត្តិពិតរបស់ខ្លួនសរសេរដោយស្ត្រីខ្មែរអាមេរិកាំងម្នាក់ឈ្មោះអ៊ុងលួងក្រោមចំណងជើងថាជាដំបូងគេសម្លាប់ឪពុកខ្ញុំឬចំណងជើងដើមជាភាសាអង់គ្លេសថា First they killed my fatherអ្នកស្រី Angelina ប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថាអ្នកស្រីនឹងផលិតខ្សែភាពយន្តនេះជាមួយ Mad Dog ដែលជាកូនប្រុសច្បងជនជាតិកម្ពុជារបស់អ្នកស្រីបន្តថាអ្នកស្រីមានចិត្តជាប់ជំពាក់ខ្លាំងណាស់ទៅនឹងប្រទេសកម្ពុជាហើយថាអ្នកស្រីមានបំណងចង់នាំយកប្រវត្តិសាស្ត្រកម្ពុជាឲ្យពិភពលោកបានដឹងមិនត្រឹមតែឲ្យដឹងពីទុក្ខវេទនារបស់ខ្មែរទេតែឲ្យគេឯងដឹងអំពីភាពថ្លៃថ្នូរនិងការតស៊ូរបស់ប្រជាជាតិមួយដែលអ្នកស្រីគោរពផងដែរមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃពុធនេះបានជំរុញឲ្យព្រះនរោត្តមសីហមុនីបដិសេធឡាយប្រហាសលេខាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្រុមនេះក៏បានទាមទារឲ្យព្រះមហាក្សត្រអន្តរាគមន៍ជាបន្ទាន់ចំពោះសេចក្តីព្រាងច្បាប់នេះក្នុងនាមព្រះអង្គជាអ្នកធានានូវសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ហត្ថលេខីលើសន្ធិសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិមនុស្សបាទលោកអ្នកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទជួនច័ន្ទបុត្រពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍ដទៃទៀតពីកម្មវិធីរបស់យើងជាបន្តទៅទៀតចាលោកដានៀងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារផ្ដោតអំពីអង្គការសម្ព័ន្ធទន្លេកម្ពុជាជំរុញឲ្យបង្កើតគណៈកម្មាធិការចម្រុះដើម្បីត្រួតពិនិត្យផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោម2ចានាទីខ្មែរកម្ពុជាក្រោមនឹងរៀបរាប់អំពីព្រះរាជអន្តរាគមន៍របស់សម្ដេចព្រះនរោត្តមសីហនុនៅពេលដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមតែឲ្យវៀតណាមគ្រប់គ្រងចាហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រី
ត្រីរាយការណ៍ពិស្ដាសម្ព័ន្ធទន្លេកម្ពុជាជំរុញឲ្យបង្កើតគណៈកម្មាធិការចម្រុះដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានតំណាងសហគមន៍តំណាងក្រុមហ៊ុនតំណាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលចាគោលបំណងសំខាន់នៃគណៈកម្មាធិការចម្រុះនេះគឺដើម្បីត្រួតពិនិត្យសកម្មភាពក្រុមហ៊ុនវិរិយអគ្គិសនីសេសានក្រោម2ពង្រឹងយន្តការក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាននិងចូលរួមផ្តល់ព័ត៌មានពីការប្រែប្រួលទឹកចាំមន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជាចាត់ទុកថាសារៈប្រយោជន៍នៃការបង្កើតគណៈកម្មាធិការចម្រុះនេះគឺនឹងអាចផ្តល់ឱកាសបើកទូលាយសម្រាប់ការសន្ទនានៅក្នុងចំណោមសហគមន៍ក្រុមហ៊ុននិងរដ្ឋាភិបាលអំពីទុកកង្វល់របស់សហគមន៍ទាក់ទិននឹងទំនប់សេសានក្រោម2ហើយដែលជាមូលដ្ឋានសំខាន់គ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់សម្រាប់សម្រួលនិងដោះស្រាយចាលោកម៉ែនសុធីរាយការណ៍ពិស្ដាអំពីរឿងនេះភាពចម្រុងចម្រាស់នៃគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលតាក់ទិនទំនប់វារីអគ្គិសនីសេសានក្រោម2នៅតែជាប្រធានបទក្តៅសម្រាប់សហគមន៍រងផលប៉ះពាល់ភាគច្រើនជាជនជាតិដើមភាគតិចពួកគាត់នៅតែបារម្ភពីការជម្លៀសចេញពីលំនៅឋានការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិចដីភ្នៅកប់សពដីព្រៃសហគមន៍ដីស្រែសម្រាប់ធ្វើកសិកម្មការប្រមូលអនុផលព្រៃឈើនិងការនេសាទត្រីតាមដងទន្លេជាដើមបញ្ហាទាំងនេះគឺជាប្រធានបទយ៉ាងសំខាន់ដែលសហគមន៍ជនជាតិដើមភាគតិចមួយចំនួនហាក់នៅមិនបដូរឥរិយាបថចាក់ចេញពីភូមិកំណើតហើយពួកគេបានលើកយកកត្តាទាំងនេះថ្លែងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី28កក្កដាទទូចឲ្យរដ្ឋាភិបាលពិចារណាគម្រោងនេះឡើងវិញទោះបីជាគម្រោងនេះបានសាងសង់សម្រេចបានជាង 30% ទៅហើយក្តីចំណែកសហគមន៍ដែលយល់ព្រមទទួលយកសំណងស្នើឲ្យរដ្ឋលេខាធិការក្រសួងរ៉ែនិងធម្មពលនិងក្រុមអង្គការសង្គមស៊ីវិលជំរុញឲ្យក្រុមហ៊ុនធានាគុណភាពសំណង់ព្រមទាំងចុះកិច្ចសន្យាជាក់លាក់ដែលធានាគុណភាពកម្រិតបទដ្ឋានស្តង់ដាររយៈពេលជិត10ឆ្នាំពលរដ្ឋជនជាតិដើមភាគតិចដែលរងផលប៉ះពាល់មកពីឃុំក្បាលរមៀសឃុំស្រែកឃុំភ្លុកនិងមកពីខេត្តរតនគិរីលើកឡើងក្នុងវេទិកាសាធារណៈនោះតាក់ទិនទុកកង្វល់និងផលអវិជ្ជមានផ្សេងៗនៅពេលដែលទំនប់នេះដំណើរការដូចជាការប្រែប្រួលចរន្តទឹកការប៉ះពាល់ផ្នែកបរិស្ថាននិងផ្នែកគ្រប់គ្រងហានិភ័យផ្សេងៗជាដើមសហគមន៍ទាំងនោះជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវនៅការគ្រប់គ្រងហានិភ័យផ្សេងៗនៅពេលដែលទំនប់បើកឲ្យដំណើរការដូចជាការគ្រប់គ្រងការប្រែប្រួលទឹកការកាត់បន្ថយផលប៉ះពាល់ជលផលនិងការទទួលខុសត្រូវរាល់ការបញ្ចេញកាកសំណល់ចូលទន្លេដែលបង្កឲ្យប៉ះពាល់គុណភាពទឹកដែលជាដើមចមប៉ះពាល់ដល់សុខភាពពលរដ្ឋដែលអាស្រ័យផលទឹកទន្លេផ្នែកខាងក្រោមប្រសិនជាមានការលេងលងឬក៏យ៉ាងណាមិនបានទទួលខុសត្រូវចង់លេងក៏លេងទៅពួកយើងនៅតែស្រួលក៏ដល់បាទចង់សួរទៅអស់លោកថាតាមនរណាជាអ្នកទទួលខុសត្រូវដល់ពេលក្រុមហ៊ុនចេះទៅថតទៅឲ្យជាប្រព្រឹត្តមានដៃប៉ុន្តែឪពុកម្ដាយបានចាច់ផ្ទះដៃឬក៏ផ្ទះផ្លូវឲ្យកូនក្រោយពីបានទទួលផ្ទះពួកខ្ញុំទាំងអស់គ្នាបានផ្ទះដែលសង់ដល់ជាមួយផ្ទះថ្មបាទគ្រប់ប្រេះបាក់ក្រុមហ៊ុនផ្ដល់ឲ្យប្រជាពលរដ្ឋលេខដៃចេញពីប្រជាពលរដ្ឋអញ្ចឹងមុននឹងផ្ដល់ឲ្យប្រជាពលរដ្ឋហ្នឹងក្រុមហ៊ុនធានាប្រមាណឆ្នាំតំណាងជនជាតិដើមភាគតិចភ្នងលោកស្រុនស្រៀនបារម្ភថាយន្តការក្នុងការដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាលរួមទាំងតំណាងក្រុមហ៊ុនហាក់នៅមិនទាន់ធ្វើឲ្យសហគមន៍ដែលរងផលប៉ះពាល់មានជំនឿចិត្តនៅឡើយទេផ្ទុយទៅវិញពួកគាត់នៅតែស្ទាក់ស្ទើរក្នុងការទទួលយកសំណងការចុះស្រង់ព័ត៌មានពីផលប៉ះពាល់ទ្រព្យសម្បត្តិការចុះផ្សព្វផ្សាយគោលនយោបាយដោះស្រាយផលប៉ះពាល់និងការទទួលខុសត្រូវចំពោះការផ្ដល់សំណងដូចជាផ្ទះលំនៅឋានទីតាំងដីកសិកម្មដីព្រៃសមរភាពនិងដីភ្នៅកប់សពលោកថាសហគមន៍នឹងមិនព្រមចាក់ចេញជាដាច់ខាតបើទោះបីបានវាស់វែងទៅហើយប្រសិនបើការផ្ដល់សំណងធ្វើឡើងមិនច្បាស់លាស់ប្រជាពលរដ្ឋចង់ទាមទារឲ្យគាត់ធានាគោលបំណងនឹងការសាងសង់ហ្នឹងឲ្យបានរឹងមាំគាត់ថាអត់ទេអានឹងចាំជួបក្រុមហ៊ុនវិភាគសាគ្នានៅពេលក្រោយទៀតបើអញ្ចឹងមានតែក្នុងសហគមន៍នឹងជនរងគ្រោះដែលក្នុងរាជអគ្គិសនីសេសាន2ហ្នឹងនៅតែរងចាំរហូតទេមន្ត្រីសង្គមស៊ីវិលអះអាងថារដ្ឋាភិបាលផ្ដល់ជាសញ្ញាវិជ្ជមានមួយដើម្បីបង្កើតគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ចម្រុះចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជាតំណាងរដ្ឋាភិបាលតំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍ជាដើមដើម្បីស្វែងរកយន្តការជាក់លាក់ធ្វើយ៉ាងណាសម្រួលដល់ដំណើរការដោះស្រាយផលប៉ះពាល់ឲ្យមានតម្លាភាពព្រមទាំងកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងធនធានជលផលជាដើមបន្ថែមពីលើនេះការកំណត់ឲ្យបង្កើតឲ្យមានគណៈកម្មាធិការចម្រុះនេះគេនៅមិនទាន់កំណត់រយៈពេលជាក់លាក់នៅឡើយទេមន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជាបញ្ជាក់ថាការផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមពិភាក្សាទាក់ទិនបញ្ហាដំណោះស្រាយផលប៉ះពាល់
ដើម្បីរកយន្តការដោះស្រាយរួមធ្វើយ៉ាងណាធានានូវការដោះស្រាយប្រកបដោយតម្លាភាពនិងឈរលើមូលដ្ឋានទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនសាងសង់ដូចជាការកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងការផ្ដល់សំណងទូទាត់រួមទាំងការទទួលខុសត្រូវការប្រែប្រួលរបស់ទឹកទន្លេរដ្ឋលេខាធិការក្រសួងរាយនឹងធម្មពលលោកអ៊ិតប្រាំងថ្លែងថាក្រុមហ៊ុនត្រូវតែធានាគុណភាពសំណងនិងការផ្ដល់សំណងត្រឹមត្រូវទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកំណត់លោកបញ្ជាក់ថាគម្រោងនេះមិនអាចបង្អាក់ឡើយព្រោះវាជាគម្រោងថ្នាក់ជាតិហើយអ្វីដែលសំខាន់សហគមន៍ត្រូវសហការជាមួយក្រសួងគណៈកម្មការដោះស្រាយផលប៉ះពាល់អាជ្ញាធរមូលដ្ឋានរួមទាំងអង្គការសង្គមស៊ីវិលដើម្បីផ្ដល់ព័ត៌មានពីភាពចន្លោះប្រហោងរបស់ក្រុមហ៊ុនការផ្ដល់សំណងនិងការប្រែប្រួលចរន្តទឹកគោលបំណងដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធជជែកពិភាក្សាដោះស្រាយកែលម្អនិងសម្របសម្រួលដោយឈរលើគោលនយោបាយរដ្ឋាភិបាលជាមូលដ្ឋានជាមួយសហគមន៍រងផលប៉ះពាល់និងសង្គមស៊ីវិលអង្គប្រជុំគណៈរដ្ឋមន្ត្រីគឺ20 គុណ50សម្រាប់ពេលដែលអនុម័តគម្រោងនេះឲ្យសងប្រជាជនយ៉ាងម៉េចខ្លះហ្នឹងគោលនយោបាយសំណងហ្នឹងគឺសម្រេចដោយគណៈរដ្ឋមន្ត្រីប្រជុំគណៈរដ្ឋមន្ត្រីការជ្រើសទីតាំងដីកសិកម្មជាមូលដ្ឋានសំខាន់តែសហគមន៍រងផលប៉ះពាល់ដែលព្រមទទួលយកសំណងអំពីវនីរដ្ឋាភិបាលនិងតំណាងក្រុមហ៊ុនផ្ដល់ទីតាំងប្រភេទដីដែលធានានិរន្តរភាពនៃការធ្វើកសិកម្មនៅថ្ងៃអនាគតមន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជានិងជានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាលោកទឹកវណ្ណរាផ្ដល់ទស្សនៈថាសារៈប្រយោជន៍នៃវេទិកានេះនឹងផ្ដល់ឱកាសឲ្យពលរដ្ឋរងផលប៉ះពាល់បញ្ចេញមតិយោបល់ពីទុកកង្វល់ផ្សេងៗស្ដីពីផលប៉ះពាល់ទាក់ទិនដំណើរការសាងសង់ទំនប់ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមចងក្រងជាឯកសារនិងរបាយការណ៍ដើម្បីយកមកជជែកវិភាសាបន្តទៀតក្នុងការដោះស្រាយផលប៉ះពាល់និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់បរិស្ថានជាដើមលោកមានជំនឿថាការបង្កើតប្រព័ន្ធទិន្នន័យមានសារៈសំខាន់ក្នុងការបន្តការជជែកវិភាសាឲ្យលម្អិតស្ដីពីការត្រួតពិនិត្យគុណភាពទឹកគួរបង្កើតឲ្យមានជាប្រចាំទាក់ទិនផលប៉ះពាល់ដើម្បីផ្ដល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធគោលបំណងដើម្បីរកយន្តការក្នុងការដោះស្រាយនិងកែលម្អពីចំណុចអវិជ្ជមានវេទិកានេះហាក់បីដោយគ្រប់ភាគីឯកភាពគ្នាថាគួរមានយន្តការមួយទាក់ទងបន្តការពិភាក្សាទៅលើទស្សនវិជ្ជានៃការអភិវឌ្ឍទំនប់សេសានក្រោម2ហើយជាលទ្ធផលនឹងឃើញខាងរាជរដ្ឋាភិបាលក៏បានផ្ដល់សញ្ញាជាវិជ្ជមានថាគួរមានគណៈកម្មការរួមមួយដែលមានភាគីចម្រុះជាបន្តត្រួតពិនិត្យទៅលើយន្តការដែលកំពុងដោះស្រាយហើយមានអ្នកឆ្លើយតបទៅនឹងបញ្ហាផលប្រជាជនបន្ទាប់ពីការចូលរួមក្នុងវេទិកាសាធារណៈនេះមន្ត្រីសង្គមស៊ីវិលមើលឃើញថាភាពចម្រុងចម្រាស់ពាក់ព័ន្ធការដោះស្រាយរបស់តំណាងរដ្ឋាភិបាលនិងសហគមន៍នៅតែមានឬមិនអាចដោះស្រាយបញ្ចប់បានឡើយមន្ត្រីសម្របសម្រួលបណ្ដាញទន្លេ3លោកមីកមានយល់ថាការបង្កើតឲ្យមានការជជែកវិភាសាគ្នាជាសាធារណៈពីគ្រប់ភាគីពាក់ព័ន្ធជាចំណុចសំខាន់ដើម្បីផ្ដល់ឱកាសដល់សហគមន៍រងផលប៉ះពាល់បានលើកឡើងដោយបើកចំហពីផ្នត់គំនិតរបស់សហគមន៍នៅទុកកង្វល់ផ្សេងៗដើម្បីឲ្យអ្នកពាក់ព័ន្ធពិសេសរដ្ឋាភិបាលចូលរួមដោះស្រាយទាំងអស់គ្នាលោកបន្តថាចំណុចសំខាន់ដែលរដ្ឋាភិបាលរួមទាំងអ្នកពាក់ព័ន្ធផ្ដោតការយកចិត្តទុកដាក់សម្រាប់សម្រួលដោះស្រាយនោះត្រូវឈរលើគោលការណ៍ផ្នែកច្បាប់និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានសំខាន់ការដែលយើងតម្រូវឲ្យគាត់រុះរើចេញឬក៏ការស្នើសុំចេញនោះវាជាការសម្រេចចិត្តរបស់ពួកគាត់ផ្ទាល់ខ្ញុំគិតថារាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់លោកមីកមានរកឃើញថាចំណុចសំខាន់ដែលក្រុមហ៊ុន Hydro Power សេសាន2លំបាកទាក់ទិនដំណើរការកសាងប្រឡាយទឹកចាស់ដើម្បីស្ដារឡើងវិញបង្វៀងការបំលាស់ទីរបស់ត្រីនិងការធ្វើចរាចរណ៍ត្រីគឺជាបញ្ហាចម្បងដែលក្រុមហ៊ុនអាចនឹងពិបាកក្នុងការដោះស្រាយព្រោះអាចកាត់បន្ថយកម្លាំងទឹកនិងបុកចំតំបន់វារីអគ្គិសនីលោកថាអង្គការលោកកំពុងអង្កេតតាមដានពីយន្តការក្នុងការបង្កើតប្រឡាយទឹករបស់ក្រុមហ៊ុនកសាងទំនប់ដែលបង្វៀងទំនប់ដើម្បីកាត់បន្ថយផលប៉ះពាល់ជលផលដែលធានាថានឹងមិនឲ្យប៉ះពាល់ដំណើរត្រីធ្វើបំលាស់ទីបានលោកមីកមានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធតាមដានសកម្មភាពកសាងប្រឡាយទឹករបស់ក្រុមហ៊ុនឬបើកការជជែកវិភាសាឲ្យបានលម្អិតបញ្ហានេះព្រោះវាជាមូលដ្ឋានសំខាន់បើសិនបើមានការធ្វើប្រហែសអាចបាត់បង់ធនធានជលផលធំសម្បើមព្រមទាំងប្រភេទត្រីកម្រជាច្រើនអាចនឹងផុតពូជរបាយការណ៍សិក្សាផលប៉ះពាល់ស្តីពីការកសាងទំនប់វារីអគ្គិសនីសេសានក្រោម2មានប្រជាពលរដ្ឋជាង 1000 គ្រួសារនៅភូមិចំនួន7ក្នុងឃុំចំនួន3ត្រូវបានជម្លៀសចេញពីភូមិចាស់ទៅតាំងទីលំនៅថ្មីក្នុងស្រុកសេសានចម្ងាយប្រមាណ20 គីឡូម៉ែត្រពីភូមិចាស់ទំនប់វារីអគ្គិសនីសេសានក្រោម2ក្រុងចំណាយថវិកាសរុប$977 លានអាមេរិកអាចផលិតថាមពលអគ្គិសនីបាន400មេហ្គាវ៉ាត់និងក្រុងសាងសង់រៀបរាល់នៅខែមិថុនាឆ្នាំ2017ដោយក្រុមហ៊ុន Lancheng Hydro Power China Electric អាជ្ញាធរខេត្តស្ទឹងត្រែងឲ្យដឹងថាតាមការគ្រោងទុកទំនប់នេះនឹងបើកឲ្យដំណើរការនៅខែមិថុនាឆ្នាំ2017ខ្ញុំម៉ែនសុធីវិទ្យុអាស៊ីសេរីពីខេត្តស្ទឹងត្រែងនេតិខ្មែរកម្ពុជាក្រោមចាលោកនាងជា
ទីមេត្រីរដ្ឋាភិបាលបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឲ្យស្ដេចយួនគ្រប់គ្រងក្នុងបំណងបន្តរក្សានៅផលប្រយោជន៍របស់ខ្លួននៅដែនដីកម្ពុជាក្រោមនិងដើម្បីបំពេញចិត្តយួនសេរីឲ្យសប្បាយចិត្តចាប់បារាំងមិនបានផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឲ្យព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុបានដឹងពីបំណងរបស់ពួកគេក្នុងការភ្ជាប់ទឹកដីខ្មែរទៅឲ្យយួនទោះជាយ៉ាងនេះក្តីសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានខិតខំគ្រប់បែបយ៉ាងដើម្បីទាមទារឲ្យបារាំងគោរពផលប្រយោជន៍របស់កម្ពុជានៅលើទឹកដីកម្ពុជាក្រោមចាសសូមស្ដាប់ការរៀបរាប់របស់លោកជាងសុជាមេតាដូចតទៅចាប់តាំងពីបារាំងចូលកាន់កាប់ដែនដីកម្ពុជាក្រោមពីឆ្នាំ1859រហូតដល់ពេលពួកគេប្រគល់ទឹកដីនេះទៅឲ្យស្ដេចយួននៅឆ្នាំ1949ព្រះមហាក្សត្រខ្មែរគ្រប់ចំនួនចាប់ពីព្រះបាទអង្គឌួងរហូតដល់ព្រះបាទនរោត្តមនិងបន្តដល់សម្ដេចព្រះនរោត្តមសីហនុព្រះអង្គតែងតែខ្វល់ខ្វាយពីការបាត់បង់ទឹកដីកម្ពុជាទៅក្នុងកណ្ដាប់ដៃរបស់ប្រទេសជិតខាងហើយក៏បារម្ភផងដែរអំពីជោគវាសនាអនាគតរបស់ពលរដ្ឋខ្មែរក្រោមដែលជាជនរួមឈាមរបស់ព្រះអង្គនៅពេលដែលទឹកដីសណ្ដោទន្លេមេគង្គមួយនេះធ្លាក់ក្នុងការត្រួតត្រារបស់យួនមិនខុសពីអតីតព្រះមហាក្សត្រខ្មែរមុនសម្ដេចព្រះនរោត្តមសីហនុព្រះអង្គក៏បានធ្វើអន្តរាគមន៍ការពារទឹកដីកម្ពុជាក្រោមជាបន្តបន្ទាប់ជាការពិតណាស់បន្ទាប់ពីព្រះអង្គទទួលបានដំណឹងថាបារាំងលួចចរចាជាមួយស្ដេចបៅដាយនៅចុងឆ្នាំ1947សម្ដេចព្រះនរោត្តមសីហនុនៅថ្ងៃទី20ខែមករាឆ្នាំ1948ព្រះអង្គបានផ្ញើព្រះរាជសារមួយច្បាប់ទៅឲ្យលោកស្នងការជាន់ខ្ពស់បារាំងនៅឥណ្ឌូចិនគឺលោកបូឡាអែដើម្បីទទូចឲ្យស្នងការរូបនេះផ្ដល់ព័ត៌មានទាំងអស់ដែលចរចាជាមួយស្ដេចបៅដាយអំពីកម្ពុជាក្រោមឲ្យព្រះមហាក្សត្រខ្មែរបានជ្រាបសម្ដេចព្រះនរោត្តមសីហនុបានលើកឡើងក្នុងព្រះរាជសាររបស់ព្រះអង្គថាប្រសិនបើព្រះអង្គមិនអើពើចំពោះព្រឹត្តិការណ៍ទាំងឡាយដែលបានប្រព្រឹត្តទៅនៅក្នុងរដ្ឋជិតខាងនៅក្នុងពេលបច្ចុប្បន្ននិងជាពិសេសនៅលើទឹកដីកម្ពុជាក្រោមដែលមានប្រជារាស្ត្រខ្មែរមួយភាគធំរស់នៅតាំងពីយូរយារណាស់មកហើយនោះទេវាអាចនឹងមានផលអាក្រក់ដែលមិនអាចជៀសរួចចំពោះវាសនាអនាគតរបស់ពលរដ្ឋខ្មែរទាំងនោះព្រះអង្គលើកឡើងបន្តថាដោយព្រះអង្គដឹងច្បាស់អំពីផលវិបាកនៃនយោបាយដែលកំពុងកើតមានឡើងនៅក្នុងប្រទេសជិតខាងព្រះអង្គត្រូវតែធ្វើលក្ខខណ្ឌចំពោះការវិវត្តនយោបាយនៅតាមបណ្ដាខេត្តនៅកូសាំងស៊ីនឬក៏យ៉ាងហោចណាស់ព្រះអង្គត្រូវដឹងនៅអ្វីដែលនឹងកើតឡើងក្នុងពេលខាងមុខសម្ដេចព្រះនរោត្តមសីហនុក៏បានចាត់ទុកប្រទេសបារាំងថាជាអាណត្តិព្យាបាលប្រទេសកម្ពុជាទាំងមូលដោយរួមទាំងទឹកដីកូសាំងស៊ីនដែលបារាំងត្រូវមានកាតព្វកិច្ចការពារប្រជារាស្ត្រខ្មែរនិងផលប្រយោជន៍របស់ពួកគេនៅទីនោះព្រះអង្គក៏បានទូលអះអាងដែរថាចំពោះបញ្ហានេះព្រះអង្គធ្លាប់ឆ្វេងយល់ហើយថាព្រះអង្គមិនត្រូវធ្វើអន្តរាគមន៍នោះទេគឺបន្តទុកឲ្យបារាំងបន្តតួនាទីរបស់ខ្លួនជាអាណត្តិព្យាបាលទៅចុះប៉ុន្តែព្រះអង្គថាប្រការនេះមិនមែនមានន័យថាជាការបោះបង់ការទាមទាររបស់ព្រះអង្គនោះឡើយទោះជាយ៉ាងណាក៏ដោយនៅថ្ងៃទី5ខែមិថុនាឆ្នាំ1948សេចក្តីថ្លែងការណ៍រួមមួយដែលបានធ្វើឡើងរវាងស្នងការជាន់ខ្ពស់បារាំងនៅឥណ្ឌូចិនលោកបូឡាអែនិងស្ដេចបៅដាយកាលពីចុងឆ្នាំ1947ត្រូវបានគេប្រកាសឡើងជាផ្លូវការសេចក្តីថ្លែងការណ៍នោះមានន័យថាបារាំងទទួលស្គាល់ឯករាជ្យរបស់រដ្ឋវៀតណាមតែចំណែកខាងវៀតណាមវិញត្រូវសន្យាថាគោរពសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនបារាំងជាថ្មីម្ដងទៀតក្រោយពីសេចក្តីថ្លែងការណ៍រួមនេះត្រូវបានប្រកាសជាផ្លូវការព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុបានធ្វើការតវ៉ាតាមរយៈព្រះរាជសាររបស់ព្រះអង្គមួយចុះថ្ងៃទី18ខែមិថុនាឆ្នាំ1948អំពីការដែលបារាំងមានបំណងភ្ជាប់ដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាមតែមួយគោលបំណងនៃព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរគឺចាត់ទុកសេចក្តីថ្លែងការណ៍រួមនោះថាជាមោឃៈតែម្ដងក្រោយមកទៀតពលគឺនៅថ្ងៃទី19ខែឧសភាឆ្នាំ1949ព្រះអង្គក៏បានបញ្ជូនគណៈប្រតិភូខ្មែរមួយក្រុមឲ្យទៅតាមដានសង្កេតមើលចំពោះការពិភាក្សាដេញដោលរបស់សភាបារាំងស្ដីអំពីច្បាប់តាក់ទងនឹងការកែប្រែលក្ខន្តិកៈកូសាំងស៊ីននិងដើម្បីតវ៉ាប្រឆាំងការបញ្ចូលទឹកដីកម្ពុជាក្រោមទៅឲ្យស្ដេចយួនបៅដាយគម្រោងច្បាប់ភ្ជាប់ដែនដីកម្ពុជាក្រោមទៅវៀតណាមដែលនាយករដ្ឋមន្ត្រីបារាំងលោកហងរីកើយដាក់ជូនរដ្ឋសភាបារាំងដើម្បីពិភាក្សាអនុម័តនោះមានទាំងអស់3មាត្រាដែលមាត្រា2ចែងថាដែនដីកូសាំងស៊ីនត្រូវភ្ជាប់ទៅនឹងរដ្ឋសមាគមវៀតណាមដោយនេះដែនដីកូសាំងស៊ីនអស់មានលក្ខន្តិកៈជាដែនដីរបស់បារាំងនៅឯនាយសមុទ្រទៀតហើយត្រង់ចំណុចនេះសាស្ត្រាចារ្យត្រាំងឆាតបុតបានលើកឡើងថានៅពេលដែលគម្រោងច្បាប់កំពុងស្ថិតក្នុងដៃរបស់សភាសហភាពបារាំងសភានេះអនុម័តបានចំនួន2មាត្រាក្នុងចំណោម3មាត្រាគឺមាត្រា1និងមាត្រា2ចំណែកមាត្រា3
ត្រូវបានកែប្រែទាំងស្រុងបន្ទាប់ពីមានការខិតខំប្រឹងប្រែងរបស់គណៈប្រតិភូខ្មែរដែលនៅពេលនោះបានទាមទារឲ្យមានការគោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រមការកែតម្រង់ព្រំដែនកម្ពុជាវៀតណាមនិងសិទ្ធិរបស់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់ទន្លេមេគង្គនិងកំពង់ផែព្រៃនគរប៉ុន្តែនៅពេលដែលគម្រោងច្បាប់នេះរុញដល់ដៃសភារដ្ឋសភាបានច្រានចោលចំពោះការកែប្រែមាត្រា3នេះហើយក៏សម្រេចអនុម័តគម្រោងច្បាប់ទាំងស្រុងរបស់រដ្ឋាភិបាលដោយគ្មានការកែប្រែអ្វីទាំងអស់ទោះជាយ៉ាងណាសំណើរបស់គណៈប្រតិភូខ្មែរត្រូវបានក្រុមប្រឹក្សាសាធារណរដ្ឋយកមកពិចារណាឡើងវិញបន្ទាប់ពីគម្រោងច្បាប់នេះធ្លាក់ក្នុងដៃរបស់ពួកគេដែលនៅពេលនោះក្រុមប្រឹក្សាសាធារណរដ្ឋបានសម្រេចបន្ថែមក្នុងមាត្រាទី2ចំនួន3មាត្រាទៀតដែលក្នុងនោះមានមាត្រា1ចែងថាកម្ពុជាមានសេរីភាពក្នុងការប្រើប្រាស់ទន្លេមេគង្គនិងកំពង់ផែព្រៃនគរសេរីភាពក្នុងការការពារជនជាតិខ្មែរក្រោមនិងការកែតម្រូវព្រំដែនកម្ពុជាវៀតណាមឡើងវិញប៉ុន្តែនៅពេលដែលគម្រោងច្បាប់នេះត្រូវបានរុញត្រឡប់មកឲ្យរដ្ឋសភាពិភាក្សានិងធ្វើការសម្រេចជាចុងក្រោយនៅថ្ងៃទី3ខែមិថុនាឆ្នាំ1949រដ្ឋសភាស្រាប់តែបានលុបចោលទាំងអស់នៅមាត្រាទាំងឡាយដែលបន្ថែមដោយក្រុមប្រឹក្សាសាធារណរដ្ឋនៅទីបំផុតរដ្ឋសភាបានសម្រេចអនុម័តជាចុងក្រោយនៃច្បាប់ដែលដាក់ជូនដោយរដ្ឋាភិបាលរបស់លោកហុងរីកើយដោយគ្មានការកែប្រែអ្វីទាំងអស់ដោយមានសម្លេងគាំទ្រចំនួន367និងសម្លេងប្រឆាំងចំនួន221ខ្ញុំយេសុជាមេតាវ៉ាជូអាស៊ីសេរីភ្នំពេញបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានបញ្ចប់អាជ្ញាធរមានសមត្ថកិច្ចបង្ហាញការបដិញ្ញាជាថ្មីក្នុងការតាមរកចាប់ខ្លួនលោកឈុកបណ្ឌិតអតីតអភិបាលក្រុងបាវិតដែលបានបាញ់រះលើកម្មការិនីរបួសកាលពីដើមឆ្នាំ2012ដើម្បីឲ្យទៅទទួលទោសតាមច្បាប់ការបដិញ្ញាជាថ្មីរបស់អាជ្ញាធរពេលនេះធ្វើឡើងស្របពេលដែលមានការរិះគន់ជាទូទៅថាអាជ្ញាធរបានប្រងើយកន្តើយចំពោះករណីលោកឈុកបណ្ឌិតចំណែកមន្ត្រីការពារសិទ្ធិមនុស្សវិញលើកឡើងថាអាជ្ញាធរមិនគួរបដិញ្ញាចិត្តតែមាត់នោះទេតែគួរតាមចាប់លោកឈុកបណ្ឌិតឲ្យបានដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃពុធនេះបានផ្ញើលិខិតជូនប្រធានរដ្ឋសភាឆ្លើយតបទៅនឹងសំណើរបស់តំណាងរាជគណៈបកសង្គ្រោះជាតិដែលស្នើសុំឲ្យរដ្ឋាភិបាលលើកយកបញ្ហាជម្លោះព្រំដែនជាមួយប្រទេសវៀតណាមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លិខិតចុះហត្ថលេខាកាលពីថ្ងៃទី24ខែកក្កដារបស់លោកហ៊ុនសែនបញ្ជាក់ថាបញ្ហាព្រំដែនត្រូវបានគេយកមកធ្វើជាកម្មវត្ថុនៃអាជីវកម្មជាប់ជាប្រចាំក្នុងទិសដៅកេងចំណេញខាងផ្នែកនយោបាយសម្រាប់ក្រុមនិងគណៈបករបស់ពួកគេឆ្លើយតបទៅវិញលោកអ៊ុំសំអានតំណាងរាជគណៈបកសង្គ្រោះជាតិដែលសកម្មក្នុងការតវ៉ាអំពីបញ្ហាអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាថ្លែងថារដ្ឋាភិបាលហាក់បន្ទន់ឥរិយាបថខ្លាំងក្នុងបញ្ហាព្រំដែនជាមួយវៀតណាមជាងបញ្ហាព្រំដែនជាមួយថៃ